ភូមិមួយសង្កាត់មួយក្រុងប្រស័យហនុបានមានស៊ុបម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកស្រីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រជាប្រភេទផ្ទះទាបអត់បន្ទប់ទឹកនេះជាការកម្មងរបស់បងរិទ្ធនៅខាងខេត្តព្រៃវែងយកទៅដាក់នៅខាងក្រុងប្រស័យហនុឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកស្រីសន្ធរបានមកដល់ទីតាំងហើយប្រភេទផ្ទះនេះគឺបងប្រុសគាត់កម្មងអត់យកបាញ់ថ្នាំទេគឺដើម្បីឲ្យចាស់គាត់មកត្រួតពិនិត្យប្រភេទឈើតើខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំប្រើប្រភេទឈើលេខ1មែនអត់ឥឡូវនេះគាត់បានត្រួតពិនិត្យរួចរាល់អស់ហើយជាងក៏ចាប់ផ្ដើមរៀបចំបាញ់ថ្នាំហើយចំពោះប្រភេទផ្ទះដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រនេះគឺតម្លៃវា11100បងប្អូន11100អត់បន្ទប់ទឹកបងប្រុសគាត់ទុកទ្វារក្រោយមួយសម្រាប់តោភ្ជាប់ធ្វើបន្ទប់ទឹកនៅផ្នែកខាងក្រោយទៀតណាបងប្អូនហើយប្រភេទផ្ទះដែលមានទំហំ4ម៉ែត្រគុណនឹង9ម៉ែត្រអត់យកបន្ទប់ទឹកនេះគឺធំទលាណាបងប្អូនគឺធំទលាណាហើយចំពោះប្រភេទផ្ទះនេះបងប្អូនគឺវែងដល់ពេលអញ្ចឹងយើងវែងដងដាយើងដាក់ត្រឹម2ម៉ែត្រអីគឺល្មមសមរម្យបងប្អូនតែបើសិនជាបងប្អូនចាំបាច់ត្រូវមានវែងដងដាធំសម្រាប់យើងអង្គុយលេងឲ្យបានគ្នាច្រើនឬមួយក៏យើងបោះតង់អីយើងយកត្រឹម2ម៉ែត្រកន្លះទៅតែបើជាទូទៅត្រឹម2ម៉ែត្រហ្នឹងវាសមរម្យហើយបងប្អូនវាសមរម្យវាសមជាមួយនឹងຂະຫນាត4ម៉ែត្រគុណនឹង9ម៉ែត្រនេះបើសិនជាបងប្អូនចង់បានសាច់បន្ទប់ធំបងប្អូនយក1ម៉ែត្រកន្លះទៅហើយគ្រាន់តែថាបើ1ម៉ែត្រកន្លះហើយ2ម៉ែត្ររៀងសមជាងហើយបើសិនជាបងប្អូនចង់បោះតង់ឬមួយក៏ដាក់តុដាក់អីអង្គុយលេងផ្នែកខាងមុខហ្នឹងបងប្អូនយក2ម៉ែត្រកន្លះទៅព្រោះសាច់ផ្ទះយើងរៀងធំរៀងវែងដែរបងប្អូនគឺ4ម៉ែត្រគុណនឹង9ម៉ែត្រហ្នឹងបើយើងយកវារងដា2ម៉ែត្រវានៅសល់សាច់ផ្ទះនោះ7ម៉ែត្រនោះចឹងវាធំទលាហើយបងប្អូនវាធំទលាហើយ4ម៉ែត្រគុណនឹង7ម៉ែត្រហ្នឹងចឹងអាស្រ័យទៅលើបងប្អូនកំងបងប្អូនកំងបែបណាខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំធ្វើបែបហ្នឹងហើយជាទូទៅភាគច្រើនម្ចាស់ផ្ទះក៏កំងយកជាប្រភេទម៉ូតកោងហើយពេលដងដាខាងមុខនេះយើងប្រើជាលក្ខណៈរនាបបងប្អូនយើងប្រើជាលក្ខណៈរនាបបើសិនជាបងប្អូនប្រាប់ឲ្យខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំដាក់ក្តារក៏បានដែរអាហ្នឹងស៊ីសងលើបងប្អូនតែបើសិនជាបងប្អូនអត់ប្រាប់ទេអាហ្នឹងខ្ញុំដាក់រនាបហើយនៅលើវ៉ែរ៉ាំដាហ្នឹងមានកៅអីអង្គុយលេងមួយបងប្អូនគ្រាន់តែទិញតុកតូចល្មមមកយកមកដាក់នៅជាប់ជាមួយនឹងកន្លែងកៅអីអង្គុយលេងហ្នឹងមកយើងអង្គុយលេងបានហើយបើសិនជាបងប្អូនចង់អង្គុយទល់មុខគ្នាយើងដាក់ជើងម៉ាដាក់អីមួយថែមទៀតមកស្រុកខ្ញុំគេហៅជើងម៉ាតែជាទូទៅគេហៅកៅអីបងប្អូនគេហៅកៅអីឥឡូវខ្ញុំនាំបងប្អូនទៅមើលតួបន្ទប់ទាំងអស់គ្នាបងប្អូនគឺ4ម៉ែត្រគុណនឹង9ម៉ែត្រហ្នឹងសាច់បន្ទប់7ម៉ែត្រហ្នឹងគឺធំទលាណាបងប្អូនគឺធំទលាណាយើងដាក់បានក្រែ2 3បងប្អូនដាក់ក្រែបាន2 3ឥឡូវនេះក្រុមជាងកំពុងតែបិទបៀកកាវសម្អាតបាញ់ថ្នាំជូនបងប្រុសហើយបងប្អូនមើលទៅឃើញធំទលាអត់បងប្អូនហើយស្អាតអត់បើស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងហើយចំពោះប្រភេទផ្ទះនេះបងប្អូនបើសិនជាបងប្អូនយកបន្ទប់ទឹកក៏នៅតែទលាដែរហើយបន្ទប់ទឹកហ្នឹងយើងថែម700ធ្វើដោយបងប្រុសនេះគឺល្អបងប្អូនគឺយើងតបន្ទប់ទឹកផ្នែកខាងក្រោយទៅតែផ្ទះហ្នឹងយើងធំយើងចង់ធ្វើអីក៏បានដែរបងប្អូន